បាទសួស្តីបងអញ្ចឹងនេះគឺជាវីដេអូនៃការ copy សភៅពី MacBook ទៅកាន់ Kindle របស់យើងណាបងអញ្ចឹងជាហ៊ានដំបូងបងឲ្យតែការដោតខ្សែ USB ពីកុំព្យូទ័របងចូលមក Kindle របស់បងសិនមកដោយប្រើ original ខ្សែបងហើយនៅពេលដែលបងដោតមកគឺវានឹង load screen USB បែបនេះនៅលើ Kindle របស់បងអញ្ចឹងមានន័យថាបងដោតទៅគឺវា connect ស្គាល់គ្នាបានអញ្ចឹងបងអាចធ្វើការបើក app Calibre នៅលើ MacBook របស់បងវិញមកបើសិនជាអត់តមានសភៅទេបងអាចធ្វើការចុចadd book នេះបានដើម្បីដាក់សភៅចូល app Calibre បងអញ្ចឹងពេលដែលបងបើកដល់ folder នេះបងអាចធ្វើការស្វែងរក folder ដែលបងមានសភៅដែរអញ្ចឹងបងចានេះខាងបងអូនបើកមកគឺមាន3សភៅដែលចង់ add ចូល Calibre អញ្ចឹងខាងបងអូន select វាទាំង3ហើយចុច open មកសភៅទាំង3ហ្នឹងគឺវានឹង load ចូល app Calibre របស់យើងហើយគឺ3ក្បាលហ្នឹងហើយបន្ទាប់មកបងអាចធ្វើការ send ទៅកាន់ Kindle របស់យើងបានដោយ select សភៅសិនណាបងចង់ដាក់សភៅណាចូលបង select ទៅលើសភៅហ្នឹងហើយណែបងចុចកន្លែងប៊ូតុងថា send to device ហ្នឹងកន្លែង send to device ហ្នឹងតោះតបងដោត Kindle ចូលសិនទើបវា load send to device ហ្នឹងមកឲ្យយើងអញ្ចឹងណាបងហើយនៅកន្លែងចប់នេះមានន័យថារយៈពេលដែលវា send វាកំពុង send ហ្នឹងបានប៉ុន្មានភាគរយអញ្ចឹងណាបងអញ្ចឹងនេះពេលយើង send ហើយគឺបងនឹងឃើញវា load អាសញ្ញាគ្រីសពណ៌បៃតងហ្នឹងហើយអញ្ចឹងដល់ពេលបងធ្វើការ send ហើយអញ្ចឹងមកធ្វើការ eject វាបានណាដោយចុចប៊ូតុងចុះក្រោមនៅចិត្ត send to Kindle ហ្នឹងទៅបងធ្វើការ eject វាបានទេបងអានេះខាងបងអូនតេស្ត send សភៅឲ្យមើលម្ដងទៀតអញ្ចឹងណាបងអញ្ចឹងនេះពេលយើង send ហើយនេះបងអាចចុចដើម្បី eject វាបានបង eject device ទៅគឺហើយអញ្ចឹងដល់ពេលបងងាកមកមើលលើម៉ាស៊ីនអានរបស់បងវិញគឺបងនឹងឃើញសភៅ3ក្បាលមិញហ្នឹងហើយបង